ថៃបានទម្លាយព័ត៌មានពីការពង្រីកការឈ្លានពានលើកម្ពុជាទាំងផ្នែកជើងទឹកជើងអាកាសនិងជើងគោកដើម្បីសម្រេចផែនការលេបទឹកដីកម្ពុជាក្រោយកម្ពុជាប្រកាសប្រសិទ្ធតបតដើម្បីការពារបូរណភាពទឹកដីនៅថ្ងៃទី10ខែធ្នូនេះសារព័ត៌មានថៃជាច្រើនរួមទាំងខៅសុតនិងថៃរដ្ឋបានឲ្យដឹងថាកងទ័ពជើងអាកាសថៃបានប្រមានប្រើយន្តហោះចម្បាំង F-16 ដើម្បីបាញ់កំទេចស្ពានស្ទឹងមេទឹករបស់កម្ពុជានៅស្រុកថ្មដាខេត្តពោធិ៍សាត់លើពីនេះប្រភពសារព័ត៌មានខៅសុតនិងថៃរដ្ឋបានចុះផ្សាយថាកងទ័ពជើងទឹករបស់ថៃដែលប្រចាំការនៅខេត្តត្រាចបានប្រកាសត្រៀមខ្លួននិងពង្រីកកងកម្លាំងដើម្បីវាយបកឈ្លានពានកម្ពុជាតាមផ្លូវទឹកប្រភពនិយាយថាទ័ពថ្មើរជើងរត់ក្រោះនិងទ័ពអាកាសរបស់ថៃបាននឹងកំពុងវាយសម្រុកចូលទឹកដីកម្ពុជានៅតំបន់ធំៗដូចជានៅច្រកអានសេះប្រាសាទតាម៉ុនធំអូស្មាច់មុំបីព្រៃច័ន្ទនិងប្រាសាទខ្នាតជាដើមបើតាមសារព័ត៌មានថៃរដ្ឋយោធាថៃនឹងវាយសង្គ្រប់លើកម្ពុជាតាមផែនការដែលនាយករដ្ឋមន្ត្រីថៃលោកអនុទានធ្លាប់ប្រកាសថានឹងវាយកំទេចចូលមូលដ្ឋានរបស់កម្ពុជាចំនួន11ទីតាំងការគម្រាមរបស់ភាគីថៃនេះហាក់ស៊ីគ្នាទៅនឹងការអះអាងរបស់ក្រសួងការពារជាតិកម្ពុជាថាយោធាថៃកំពុងពង្រីកការឈ្លានពានចូលដែនអធិបតេយ្យកម្ពុជាជាច្រើនកន្លែងដូចជានៅតំបន់អានសេះបូស្បូវជាំតែមុំបីភ្នំខ្មោចច្រកវាលអន្ត្រីចំការជែកប្រាសាទតាក្របីប្រាសាទតាម៉ុនធំនិងប្រាសាទខ្នាតជាដើមក្រសួងថាកងទ័ពថ្មើរជើងរបស់ថៃជាច្រើនរួមទាំងរថក្រោះបានវាយរោសម្រុកចូលបាញ់លើដែនអធិបតេយ្យកម្ពុជានៅតំបន់បឹងត្រកួនខេត្តបាត់ដំបងថ្មដាខេត្តពោធិ៍សាត់និងភូមិព្រៃច័ន្ទខេត្តបន្ទាយមានជ័យប្រពន្ធបន្តថាចំពោះស្ថានភាពនៅភូមិសាស្ត្រយោធភូមិភាគ5ខេត្តបន្ទាយមានជ័យគឺចាប់ពីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើភូមិសាស្ត្រឃុំអូបីជាន់និងភូមិសាស្ត្រប៉ោយប៉ែតនិងបានហោះទម្លាក់គ្រាប់បែកចំនួន2គ្រាប់ក្នុងទីតាំងភូមិសាស្ត្រភូមិស្លក្រាមឃុំស្លក្រាមស្រុកស្វាយខេត្តបន្ទាយមានជ័យជុំវិញបញ្ហានេះតំណាងរាជគណៈបកប្រឆាំងលោកអ៊ុំសំអានបាននិយាយថាដំណាក់កាលនេះមេដឹកនាំកម្ពុជាគ្មានអ្វីត្រូវរារែកចិត្តបន្តទៀតទេគឺត្រូវប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីការពារទឹកដីនិងអាយុជីវិតពលរដ្ឋកម្ពុជាលោកអះអាងថាសកម្មភាពយ៉ាងកក្លិននិងខូខើរបស់យោធាថៃប៉ុន្មានថ្ងៃនេះសបញ្ជាក់ឲ្យឃើញថាថៃមានចេតនាវាយសង្គ្រប់ឈ្លានពានកម្ពុជាបំផ្លាញប្រាសាទបុរាណខ្មែរនិងបាញ់សម្ដៅសម្លាប់ជនស៊ីវិលរបស់កម្ពុជានៅពេលដែលថៃវាសង្គ្រប់មានទីនេះវាដល់ពេលហើយដែលកម្ពុជាទៅប្តឹងថៃទៅកាន់តុលាការអន្តរជាតិដូចជាតុលាការយុត្តិធម៌អន្តរជាតិ ICJ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ហើយប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ដែលមានប្រទេសបារាំងនិងប្រទេសឥណ្ឌូនេស៊ីជាសហប្រធានហើយនឹងប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរណាចំណែកនាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោកសេងវ៉ាន់លីបានប្រាប់ VD នៅថ្ងៃទី10ធ្នូនេះថាក្នុងកលៈទេសៈនេះមេដឹកនាំកម្ពុជាត្រូវអនុវត្តចំណុច3ទី1មេដឹកនាំកម្ពុជាចាំបាច់ត្រូវតែប្រើកម្លាំងខ្លាំងដើម្បីវាយទប់ទល់ទៅនឹងសត្រូវថៃឈ្លានពានដោយបន្ថែមកងកម្លាំងនិងបន្ថែមសភាវុធទំនើបរួមទាំងសំណាញ់មេឃដើម្បីព្រមានភាគីថៃនិងការពារទឹកដីខ្មែរទី2មេដឹកនាំកម្ពុជាត្រូវពង្រឹងនិងពង្លឿនដល់យុទ្ធសាស្ត្រការទូតឲ្យលឿនបំផុតដើម្បីបង្ហាញទៅសហគមន៍អន្តរជាតិប្រទេសលោកសេរីជាពិសេសសហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីឲ្យដឹងថាថៃជាជនល្មើសសង្គ្រាមបើការវាយប្រហារឈ្លានពានទឹកដីកម្ពុជាមុននិងទី3ត្រូវប្រមូលភស្តុតាងនិងបញ្ជូនសំណុំរឿងព្រំដែនទាំងអស់រួមទាំងករណីយោធាថៃបាញ់សម្លាប់ពលរដ្ឋខ្មែរនិងទីហ៊ានខ្មែរប្តឹងថៃទៅតុលាការអក្រិតកម្មសង្គ្រាម ICC និងតុលាការយុត្តិធម៌អន្តរជាតិ ICJកិច្ចការបន្តនៅកម្ពុជាចាំបាច់ត្រូវតែធ្វើក្រៅតែអំពីការតបតល់ជាមួយនឹងទង្វើឈ្លានពានរបស់ថៃគឺកម្ពុជាត្រូវតែដើរការទូតយ៉ាងសកម្មបំផុតតែម្ដងទី1គឺត្រូវតែអំពាវនាវឲ្យសហគមន៍អន្តរជាតិនឹងស្កោតទោសទៅលើទង្វើឈ្លានពានរបស់ថៃហើយក៏ដូចជាជំរុញឲ្យប្រទេសសមាជិកអាស៊ាននឹងព្យាយាមសម្រាប់សម្រួលដើម្បីថ្មិចឲ្យភាគីថៃចូលមកតុចរចាទី2អំពាវនាវឲ្យក្រុមប្រឹក្សាអង្គការសហប្រជាជាតិឬក៏មហាសន្និបាតអង្គការសហប្រជាជាតិបើកឲ្យមានកិច្ចប្រជុំបន្ទាន់ស្ដីអំពីសកម្មភាពឈ្លានពានរបស់ថៃហើយនឹងជំរុញឲ្យក្រុមប្រឹក្សាអង្គការសហប្រជាជាតិក៏ដូចជាមហាសន្និបាតអង្គការសហប្រជាជាតិនឹងផ្ដល់យោបល់ប្រឹក្សាផ្នែកច្បាប់ដើម្បីស្នើឲ្យតុលាការអន្តរជាតិតុលាការយុត្តិធម៌អន្តរជាតិ ICJ នោះដោះស្រាយបញ្ហាព្រំដែនដែលជាចំណុចទីតាំងរសើបរវាងកម្ពុជាជាមួយថៃដើម្បីធ្វើយ៉ាងណាកាត់បន្ថយចំនួននាពេលអនាគតយោធាថៃបានបើកការវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជាជាថ្មីទៀតចាប់តាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025រហូតដល់ថ្ងៃទី10ខែធ្នូនេះហើយការវាយប្រហាររបស់ថៃមកលើកម្ពុជានេះមានទំហំធំជាងការវាយប្រហារកាលពីខែកក្កដាកន្លងទៅរបាយការណ៍របស់ក្រសួងការពារជាតិកម្ពុជាគិតត្រឹមម៉ោង5កន្លះល្ងាច
ថ្ងៃទី9ខែធ្នូឆ្នាំ2025មានប្រជាពលរដ្ឋខ្មែរស្រុកត្រង់ចំនួន7នាក់បានបាត់បង់ជីវិតនិងមានពលរដ្ឋជិត 30,000 គ្រួសារឬស្មើនឹងជាង 10,000 នាក់រស់នៅខេត្តបន្ទាយមានជ័យព្រះវិហារឧត្តរមានជ័យពោធិ៍សាត់និងសៀមរាបបានភៀសសឹកទៅកាន់កន្លែងមានសុវត្ថិភាពខ្ញុំបាទប៉ូសម្បត្តិ VD